ចាសម្រាប់ប្រភេទផ្ទះវិឡាតូនេះគឺមានទំហំដី10 x 19 សាច់ផ្ទះ8 ម៉ែត្របដោយ10 ម៉ែត្រចាបន្ទប់គេង4បន្ទប់ទឹក5ជាប្រភេទផ្ទះប្រក់ក្បឿងអញ្ចឹងនេះគឺជាសកម្មភាពចាបងចាខាងវិស្វករក៏កំពុងតែសាងសង់ផ្ទះបន្តចាហើយនេះគឺនៅលើផ្លូវ20 ម៉ែត្រចាអញ្ចឹងតោះឥឡូវយើងចូលទៅមើលផ្ទះគំរូទាំងអស់គ្នាតែម្ដងចាសម្រាប់ប្រភេទផ្ទះនេះគឺពុកម៉ែបងប្អូនអាចចតឡាននៅខាងមុខផ្ទះបានមួយចាហើយដោយសារតែទ្វារគឺមានទ្វារតូចនិងទ្វារធំចាឥឡូវយើងចូលទៅខាងក្នុងចាប្រភេទផ្ទះនេះគឺមានសសរ2ខាងមុខពុកម៉ែបងប្អូនទាំងអស់គ្នាចាអាចមើលបានហើយជាពិសេសគឺមានវេរ៉ង់ដាលយមកមុខចាបាន3 ម៉ែត្រកន្លះទៀតអញ្ចឹងគឺធំខ្លាំងមែនតើប្រភេទផ្ទះនេះចាពុកម៉ែបងប្អូនដែលគាត់មានសមាជិកច្រើនអាចជ្រើសរើសយកប្រភេទផ្ទះនេះបានហើយមួយវិញទៀតចាបើសិនជាពុកម៉ែបងប្អូនចាគាត់ចង់ដាក់សម្ភារៈឬក៏អីផ្សេងនៅខាងក្រៅផ្ទះក៏បានដែរព្រោះដោយសារថាខាងក្រៅផ្ទះរបស់យើងគឺនៅសោះធំដែរចានេះផ្លូវទៅខាងក្រៅផ្ទះចាអញ្ចឹងនៅពេលដែលនាងខ្ញុំចូលទៅខាងក្នុងផ្ទះនាងខ្ញុំនឹងប្រាប់អំពីចាខាងក្រៅផ្ទះយើងនឹងមានអីគេខ្លះអូខេតាអញ្ចឹងកុំឲ្យខាត់ពេលយូរចូលទៅមើលខាងក្នុងទាំងអស់គ្នាចាអូខេចាឥឡូវនេះខ្ញុំចូលមកដល់ខាងក្នុងហើយចាសម្រាប់ខាងក្នុងផ្ទះរបស់យើងគឺមានបរិវេណធំទូលាយស្អាតតែម្ដងសម្រាប់ជាន់ផ្ទាល់ដីនេះគឺមានកម្ពស់3 ម៉ែត្រ 6ចាដោយមានការរៀបចំជាពិដាន2ជាន់នៅខាងលើចាអមជាមួយនឹងការថែមជូនអំពូលភ្លើងចាដ៏ស្រស់ស្អាតតាមផ្នែកតាមបន្ទប់នីមួយៗទៀតចាអញ្ចឹងពេលដែលយើងចូលមកដល់ខាងក្នុងនេះនៅខាងឆ្វេងដៃគឺមានជាទីតាំងដែលយើងអាចរៀបចំជាបន្ទប់ទទួលភ្ញៀវបានចាហើយសម្រាប់ពុកម៉ែបងប្អូនដែលគាត់បានឃើញទីតាំងបន្ទប់ទទួលភ្ញៀវនេះគឺមានការហ្វ្រីជូនផងដែរចាទាំងអំពូលភ្លើងក៏ដូចជាចាខាងនេះគឺចាទូតាំងដាក់ទូទួចាហើយនឹងមានកន្លែងដាក់ជំនាញផ្ទះរបស់យើងចាគឺមានការហ្វ្រីជូនដូចគ្នាហើយចំហៀងនេះក៏មានដែរចាអញ្ចឹងសម្រាប់ប្រភេទផ្ទះនេះចាសម្រាប់ការហ្វ្រីជូនបានច្រើនជាងមុនណាចាតែខាងក្នុងផ្ទះគឺវាស្តៀងគ្នាជាមួយនឹងផ្ទះមុនហើយសម្រាប់ប៉ែកខាងនេះចាអាចរៀបចំជាកន្លែងតុញ៉ាំអាហារចាឬក៏ទីកន្លែងណាដែលពុកម៉ែបងប្អូនអាចចង់រៀបចំបានណាព្រោះដោយសារតែ space នៅខាងក្នុងផ្ទះគឺធំទូលាយស្អាតចា space ខាងក្នុងផ្ទះគឺធំទូលាយស្អាតតែម្ដងអូខេហើយខាងក្រៅផ្ទះរបស់យើងគឺនៅសល់2 ម៉ែត្រកន្លះទៀតចាសម្រាប់ធ្វើជាចាកន្លែងយើងចម្អិនអាហារចានេះអូខេស្រស់ស្អាតខ្លាំងមែនតើសម្រាប់ទីធ្លាចម្អិនអាហារនៅខាងក្រៅនេះគឺជាបន្ទប់មួយដែលមានការចារៀបចំជាឥដ្ឋការ៉ូក៏ដូចជាចាទូចង្ក្រានបាយទាំងលើទាំងក្រោមហើយជាពិសេសកន្លែងផ្ទះបាយរបស់យើងគឺមានទ្វារបិទបើកណានៅពេលដែលយើងចម្អិនអាហារធ្វើម្ហូបអីផ្សេងចាគឺវាអត់សូវមានក្លិនចូលទៅខាងក្នុងផ្ទះទេចាព្រោះដោយសារតែវាមានទ្វារបិទបើកចិត្តចាងាយស្រួលក្នុងការប្រើប្រាស់ខ្លាំងមែនទែនហើយសមាជិករបស់យើងនៅក្នុងផ្ទះគាត់អត់សូវឈួលនៅក្លិនទាំងអស់នេះហើយប្អួយវិញគឺធំចឹងហ្មងចាអញ្ចឹងនិយាយរួមផ្ទះនេះអត់ចាំបាច់ប្រើជាមួយនឹងម៉ាស៊ីនបឺតក្លិនទេចាព្រោះដោយសារតែប្អួយធំហើយជំនាញខាងនេះគឺយើងអាចចំហទ្វារបានចានេះទ្វារនេះនាងខ្ញុំបើកមកចាចំហទ្វារបានហើយបរិវេណគឺធំចាធំខាងក្រោយនេះហើយដូចនាងខ្ញុំនិយាយចឹងថាចង់ដាក់សម្ភារៈអីខាងក្រោយផ្ទះក៏បានដែរព្រោះដោយសារតែវាមានទីធ្លាធំទូលាយអូខេអញ្ចឹងបរិវេណបន្ទប់ទទួលភ្ញៀវកន្លែងញ៉ាំអាហារក៏ដូចជាចក្រានបាយយើងបានមើលហើយអញ្ចឹងនាងខ្ញុំជូនអ្នកទាំងអស់គ្នាចាមើលជាបន្ទប់ចានៅចំផ្ទាល់ដីនេះមួយទៀតចាអញ្ចឹងសម្រាប់ចំផ្ទាល់ដីនេះគឺមានបន្ទប់កេងមួយទៀតណាសម្រាប់ពុកម៉ែបងប្អូនចាអតិថិជនដែលគាត់មានសមាជិកក្នុងផ្ទះតែដូចថាមនុស្សចាស់ជរាឬក៏គាត់ពិបាកឡើងចុះអីចាគាត់អាចសម្រាប់នៅចំផ្ទាល់ដីនេះបានចាព្រោះដោយសារតែនៅបន្ទប់ចំផ្ទាល់ដីនេះគឺធំទូលាយស្អាតហើយមានបន្ទប់ទឹកស្រាប់នៅខាងក្នុងនឹងតែម្ដងចាអញ្ចឹងងាយស្រួលក្នុងការកេងនៅឬក៏ងាយស្រួលក្នុងការចេញចូលបន្ទប់ទឹកផងដែរអញ្ចឹងអ្នកដែលគាត់ដូចថាអត់ចង់ឡើងទៅកេងខាងលើបាក់ឡើងចុះអីគាត់អាចជ្រើសរើសប្រភេទផ្ទះហ្នឹងព្រោះដោយសារផ្ទះហ្នឹងគឺមានបន្ទប់កេងនៅខាងក្រៅមួយហើយនេះគឺជាបន្ទប់ទឹកទទួលភ្ញៀវរបស់យើងចាអញ្ចឹងបន្ទប់ទឹកទទួលភ្ញៀវគឺមាននៅខាងក្រៅស្រាប់ហ្មងគឺយើងអត់ចាំបាច់ចូលទៅបន្ទប់កេងយើងហើយមិនប្រើបន្ទប់ទឹកទេចាតោះអញ្ចឹងឡើងទៅខាងលើតែម្ដងអូខេអញ្ចឹងពេលដែលយើងឡើងមកខាងលើនេះគឺចដើឡើងមកគឺអត់ចោតខ្លាំងទេហើយវាងាយស្រួលក្នុងការឡើងចុះដោយសារតែមានបង្កាន់ដៃសម្រាប់ការកាន់ឡើងមកហ្មងហើយជាពិសេស
ក្រូអត់ក្រូចដារបស់យើងគឺប្រើជាមួយនឹងថ្មម៉ាបចាថ្មម៉ាបពណ៌ប្រផេះអញ្ចឹងវាអត់បន្លំមួយពណ៌ខ្មៅដែលអាចធ្វើឲ្យងាយក្នុងការច្របជើងឯចាគឺប្រើពណ៌ប្រផេះអញ្ចឹងងាយស្រួលប្រើជាងចាអូខេចឹងពេលដែលយើងឡើងមកគឺមានបន្ទប់គេងមួយនៅខាងឆ្វេងដៃចានេះគឺជាបន្ទប់ទី2ចាដែលមាននៅជាន់ទី1ហើយរាល់បន្ទប់គេងនីមួយៗគឺមានបន្ទប់ទឹកស្រាប់តែម្ដងចានេះអូខេសម្រាប់បន្ទប់ទឹកនីមួយគឺមានការ design ដែលគាំមកស្រស់ស្អាតហើយរួមជាមួយនឹងចាការរៀបចំកន្លែងដែលយើងងូតទឹកហ្នឹងគឺអត់ប៉ះពាល់ជាមួយនឹងចាកន្លែងដែរយើងអង្គុយបាត់ដៃបាត់ជើងព្រោះដោយសារតែគេមានចាថ្នាក់នេះយើងអាចរៀបចំជាអីគេកន្លែងខណ្ឌណោះចាធ្វើជាកន្លែងកញ្ចក់ដែលយើងងូតទឹកមួយផ្នែកទៅកន្លែងយើងអង្គុយបាត់ដៃបាត់ជើងហ្នឹងមួយផ្នែកទៅអញ្ចឹងវាអត់ប៉ះពាល់គ្នាហើយក៏វាអត់សើមទៅទឹកលើចានបង្គោលនេះចាហើយនេះគឺជាបន្ទប់គេងមួយទៀតចាអញ្ចឹងរាល់បន្ទប់គេងនីមួយៗมันប្រកាសថាពុកម៉ែបងប្អូនសិតតែសម្រាប់ចិត្តធ្វើជាបន្ទប់គេងឯងបងចង់ធ្វើជា showroom ក៏បានចាកន្លែងដែលយើងអានសភៅអីហ្នឹងក៏បានចាឬក៏ចង់ធ្វើជាកន្លែងដែលពុកម៉ែបងប្អូនលក់ដូរតាមអនឡាញក៏បានដែរអ្នកខ្លះគាត់ចាបងមិនថាស្ត្រីមិនថាបរិសុទ្ធទេបច្ចុប្បន្នគាត់អាចប្រកបអាជីវកម្មតាមអនឡាញបានអញ្ចឹងគាត់អាចជ្រើសរើសចាបន្ទប់ណាមួយសម្រាប់ដាក់សម្ភារៈលក់អនឡាញឬក៏គាត់រៀបចំជា studio សម្រាប់ការថត live បានចាអញ្ចឹងវាអត់ចាំបាច់តតែប្រើនៅក្នុងបន្ទប់គេងយើងឬក៏នៅខាងក្រោមទេចាអញ្ចឹងវាអត់ច្រឡុកច្រឡំគ្នាចាអញ្ចឹងឥឡូវនេះខ្ញុំចូលនេះគឺចូលបន្ទប់មេគ្រួសារតែម្ដងចាសម្រាប់បន្ទប់មេគ្រួសារគឺរៀងធំជាងគេចាដោយសារតែមានទទឹងចាទទឹង8ម៉ែត្របដោយ4ម៉ែត្រចាប្រភេទបន្ទប់មេគ្រួសារនេះគឺធំជាងគេហើយជាពិសេសនៅខាងក្រៅគឺមានវេរ៉ង់ដា3ម៉ែត្រកន្លះទៀតអញ្ចឹងអ្នកដែលគាត់មានសមាជិកច្រើនដូចនឹងខ្ញុំនិយាយចឹងសមាជិកច្រើនរស់នៅក្នុងផ្ទះវិឡាតូននេះគឺអត់ខកបំណងទេចាទី1បន្ទប់គេងច្រើនចាទី2ចាផ្ទះរបស់យើងគឺត្រជាក់ដោយសារតែការសាងសង់ឡើងដោយអត់20ចាហើយនឹងមានការរៀបចំជាចាដំបូលប្រក់ក្បឿងចាសម្រាប់ដំបូលផ្ទះរបស់យើងចាប្រក់ក្បឿងហ្នឹងគឺ4ស្រទាប់ពុកម៉ែបងប្អូនទាំងអស់គ្នាចាគឺស្រទាប់ក្បឿងស្រទាប់ប៉ាំងអាស័យអ៊ីស្លង់និងពីដានអញ្ចឹងធ្វើឲ្យផ្ទះរបស់យើងហ្នឹងកាន់តែត្រជាក់ចាឡើងមកគឺអត់ក្តៅទេដូចនេះខ្ញុំកំពុង live នេះអញ្ចឹងចាគឺអត់បានបើកម៉ាស៊ីនត្រជាក់ឯណាចាអត់បានបើកម៉ាស៊ីនត្រជាក់ប៉ុន្តែមានអារម្មណ៍ថាវាអត់ក្តៅទេហើយក៏វាអត់ហប់ដែរព្រោះដោយសារតែនៅក្នុងផ្ទះរបស់យើងចាមិនត្រឹមតែមានទ្វារបង្អួចធំទេចាអញ្ចឹងយើងចំហាយចេញពីអញ្ចាំងផ្ទះរបស់យើងគឺអត់សូវមានដូចគ្នាចាព្រោះដោយសារតែអត់ប្រើអត់20អញ្ចឹងចំហាយកម្ដៅនៅខាងក្រៅវាអត់បុកចូលទៅខាងក្នុងផ្ទះច្រើនទេវាកាត់បន្ថយបានច្រើនខ្លាំងមែនតើអញ្ចឹងសម្រាប់នេះគឺជាទស្សនវិជ្ជានៅខាងក្នុងបរិយាផ្ទាល់តែម្ដងចាដូចនេះខ្ញុំបានបញ្ជាក់ចាគ្រប់វីដេអូសម្រាប់បរិយា XM Lucky Home នេះគឺធ្វើឡើងនៅលើដីជា120ហិកតាដែលមានខ្សប់គ្រប់បែបយ៉ាងតែម្ដងជាមួយនឹងសួនកំសាន្តសួនសត្វចាអាហារដ្ឋានចាម៉ាតសាលារៀនមន្ទីរពេទ្យផ្សារទំនើបផ្សារបោះដុំនិងផ្សារលក់រាយមានទាំងកន្លែងវាយកូនដូលកន្លែងអាហារទឹកកន្លែងចៅទូកលេងចៅកាយ៉ាអីហ្នឹងគឺមានសពគ្រប់ទាំងអស់តែម្ដងនៅលើដី120ហិកតានេះតែម្ដងហើយបច្ចុប្បន្នក៏មានការសាងសង់បានចាបើសិនជាគិតពីផ្ទះដែលសាងសង់វិញគឺបាន60ទៅ70%ក្នុងគម្រោងចា20ហិកតាដែលយើងកំពុងតែលក់អីហើយបើសិនជាគិតពីហេដ្ឋារចនាសម្ព័ន្ធនៅខាងក្នុងបរិយាតែម្ដងចាស់គឺបាន50%ហើយអញ្ចឹងអ្នកដែលគាត់ទិញផ្ទះនៅក្នុងគម្រោងនេះមិនមែនទិញហើយមិនដឹងថាផ្ទះខ្លួនឯងនៅណាទិញហើយមិនដឹងថាគេធ្វើឬក៏អត់ទេចានៅនេះគឺមើលមកដល់គឺឃើញស្ដែងតែម្ដងចាមិនចេះតែនិយាយមិនចេះតែនិយាយថាខ្ចល់ចេះចអល់ចានៅនេះគឺអត់ទេគឺឃើញស្ដែងហ្មងអញ្ចឹងពុកម៉ែបងប្អូនដែលឆ្លងប្រភេទផ្ទះនេះណារួចរាន់មកមើលទីតាំងព្រោះដោយសារតែរដូវកាលអុំទូកនេះគឺមានប្រូម៉ូសិនពិសេសចាជូនពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងតោះឥឡូវចុះទៅខាងក្រោមវិញដើម្បីទទួលបានព័ត៌មានតកតងជាមួយនឹងប្រូម៉ូសិនពិសេស
អូខេអញ្ចឹងសម្រាប់ប្រូម៉ូសិនពិសេសនៅក្នុងឱកាសរដូវកាលបុណ្យអុំទូកនេះចាប្រភេទផ្ទះដែលនាងខ្ញុំបានបង្ហាញនេះចាគឺតម្លៃរហូតដល់ចា$117,700 អានឹងតម្លៃពេញតែក្នុងរដូវកាលបុណ្យអុំទូកនេះចាប្រូម៉ូសិនការបញ្ចុះតម្លៃជូនពុកម៉ែបងប្អូនរហូតដល់$40,000អញ្ចឹងប្រភេទផ្ទះនេះចាលក់ជូនពុកម៉ែបងប្អូនត្រឹមតែចា$77,700តែប៉ុណ្ណោះចាសម្រាប់អតិថិជនដែលទម្លាក់លេខទូរស័ព្ទនិងចុះឈ្មោះចានៅក្នុង page ដែលបានបង្ហោះនេះចាហើយមួយវិញទៀតពុកម៉ែបងប្អូននឹងទទួលបានចាការថែមជូនសម្ភារៈនៅក្នុងផ្ទះបានច្រើនជាងមុនចាច្រើនជាងមុននឹងអីគេចាសម្ភារៈថែមជូនមានដូចជាម៉ាស៊ីនត្រជាក់4គ្រឿងទូទឹកកកម៉ាស៊ីនបោកកៅអៅទូចក្រានបាយមួយឈុតនិងទូតាំងមួយឈុតចាជាពិសេសគឺមានចម្រឹងដៃជូនពុកម៉ែបងប្អូនមួយជុំហើយជាក់ស្ដែងចាការ free ជូននេះពុកម៉ែបងប្អូនឃើញនៅក្នុងផ្ទះដែលនាងខ្ញុំបានបង្ហាញនេះមានអីគេគឺ free ជូននឹងទាំងអស់ចាដូចជាទូតាំងទូទួសនេះក៏មានការ free ជូនអំពូលភ្លើងក៏ម៉ាក់ហ្នឹងចាម៉ាស៊ីនត្រជាក់ក៏ដូចជាជញ្ជាំងនៅចំហៀងខាងនេះចាគឺមានការ free ជូនដូចគ្នាចាហើយជាពិសេសនេះកន្លែងទូដែលយើងអាចរៀបចំជានាឡិកានេះបានចាទូនេះក៏មានការ free ជូនដូចគ្នាហើយជាពិសេសគឺទូស្រាពុកម៉ែបងប្អូនដែលគាត់មកមើលគម្រោងចាដែលគាត់ទិញផ្ទះសាមុនណាចាអត់មានបានទូស្រាទេចាតែនេះគឺជាប្រូម៉ូសិនបុណ្យអុំទូកណាទូស្រានេះគឺមានការ free ជូនតែម្ដងចាអញ្ចឹងរស់រាន់ពុកម៉ែបងប្អូនទាំងអស់គ្នាណាចាជាប្រភេទផ្ទះវិឡាតូប្រាក់ក្បឿបន្ទប់កេង4បន្ទប់ទឹក5ប្រភេទផ្ទះម៉ូដដែលនាងខ្ញុំបានបង្ហាញនេះចាតម្លៃត្រឹមតែ$77,700តែប៉ុណ្ណោះចាចឹងរੂរាន់ទាំងអស់គ្នាណាបើសិនជាពុកម៉ែបងប្អូនមានចម្ងល់អីបន្ថែមឬក៏ចង់ដឹងព័ត៌មានលម្អិតអាច add Telegram នៅខាងក្រោមបានចាឬក៏ call មកលេខនាងខ្ញុំផ្ទាល់តែម្ដងដែលមានដាក់លេខនៅខាងក្រោមហ្នឹងណាចាអាចសួរព័ត៌មានបន្ថែមទៀតបានអរគុណច្រើនសម្រាប់ពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃចូលមើលការបង្ហាញរបស់នាងខ្ញុំនេះអរគុណច្រើនខ្លាំងមែនតើចាជូនពរសំណាងល្អដល់សិស្សទទួលទានមានបានគ្រប់ក្រុមគ្រួសារចានាងខ្ញុំឡៃអៀងសូមគោរពជម្រាបលា